ថ្ងៃនេះយើងរៀនអំពីលោក JavaScript Part 1 ទាក់ទងនឹងពេលណាដែលយើងប្រើប្រាស់វាតើអីគឺជាលោកហើយយើងប្រើប្រាស់វាសម្រាប់អីអានេះគឺជា resource ដែលខ្ញុំបានសួរ ChatGPT អានេះខ្ញុំទៅនឹង demo បង្ហាញទាក់ទងថាតើនៅក្នុងលោក JavaScript ហ្នឹងគឺយើងនឹងរៀនអីគេខ្លះបន្ថែមទៀតអានេះគឺជា proof របស់ខ្ញុំដែលខ្ញុំបានសួរ ChatGPT នៅក្នុងហ្នឹងទាក់ទងការលោកគឺមានន័យថាវាធ្វើការដដែលម្ដងហើយម្ដងទៀតទៅលើលក្ខខណ្ឌរបស់យើងហើយវានឹងឈប់នៅពេលដែល condition របស់យើងគឺ fail ឧទាហរណ៍ដូចជា code មួយ block នេះអញ្ចឹងតែយើងប្រើប្រាស់វាពេលណាឧទាហរណ៍បើសិនជាយើងចង់ print លេខ1ពី1ដល់100ដែលយើង click animation ហ្នឹងគឺយើងនឹងគ្រាន់តែ click វាទៅគឺយើងបង្ហាញវាបានពី1ដល់100អញ្ចឹងមកទៅនឹងការបង្ហាញទិន្នន័យដូចជា array list ទិន្នន័យអីគឺយើងប្រើប្រាស់វាអានេះតកតងពេលណាមួយទៀតបើសិនជាយើងឧទាហរណ៍យើងសរសេរដដែលជា console log 1 2 3 4 5អញ្ចឹងបើសិនជាយើង log រហូតដល់ 1000 ជាយើងសេ1000បន្ទាត់ប៉ុន្តែបើសិនជាយើងប្រើ loop គ្រាន់តែយើង loop វាតាម condition logic កន្លែងនេះមកហើយយើងបោះវាចង់មកគឺយើងចង់អាចសរសេរតែមួយបន្ទាត់ទេប៉ុន្តែយើងអាចបង្ហាញទិន្នន័យណាមួយដែលយើងចង់បានអញ្ចឹងមកជាងយើងមិនសរសេរប៉ុណ្ណេះទេអញ្ចឹងតកតងហេតុនេះបានជាយើងប្រើវាទី1តកតងសំចៃពេលឧទាហរណ៍ដូចមុនហ្នឹងបើសិនជាយើងអត់ប្រើ loop ទេគឺកន្លែងនេះគឺយើងសរសេរមិនសរសេរ1000បន្ទាត់អញ្ចឹងមកមួយទៀតតកតងកាត់បន្ថយកំហុសនៅពេលដែលយើងសរសេរកូដដដែលគឺវាអាចមានកំហុសប៉ុន្តែពេលយើងសរសេរ loop វាអាចធ្វើឲ្យយើង clean ឬក៏លឿនជាងមុនអញ្ចឹងមកអានេះតកតង concept គឺស្តៀងខាងលើដែរអាច clean ខាងលើកន្លែងនេះតកតងនៅពេលដែលវាលោកច្រើនអញ្ចឹងមានន័យថាដូចជាតកតង for x អីគឺវាធ្វើឲ្យទិន្នន័យរបស់យើងគឺក៏វាលឿនដែរជាវាអាចថាគ្រប់គ្រងទិន្នន័យឬក៏ការវិភាគឬក៏កណនីអីវាបានលឿនជាងមុនអានេះតកតងនៅលោកនៅក្នុង JS ទេចឹងខ្ញុំចូលទៅក្នុង Mozilla ទៅតកតងនឹង document scene របស់គេកន្លែងនេះគឺអានេះគេបាននិយាយមកបន្ទាត់ខាងលើនេះថាតកតងតើយើងប្រើប្រាស់ loop សម្រាប់ធ្វើអីឬក៏ loop គឺជាអ្វីដែលយើងបាននិយាយមុននឹងគឺវាអាចក្តោបទៅនឹងខ្ញុំនិយាយមុននឹងដែរជានៅក្នុងចំណុចបន្តតិចទៀតខ្ញុំនឹងបង្ហាញការអនុវត្តកូដបន្តិចប៉ុណ្ណេះមកឧទាហរណ៍ប៉ុណ្ណេះអញ្ចឹងខ្ញុំយកកូដហ្នឹងខ្ញុំមក copy មកឬក៏មកអនុវត្តជាមួយនឹងខ្ញុំបានអនុវត្តកូដ HTML ហើយចឹងខ្ញុំមក copy មក block នេះមកតមកទៀតខ្ញុំបើកវាជាមួយនឹង Live server មកខ្ញុំអាចទាញវាមកខាងនេះដោយសារតែ output របស់វាអត់មានចឹងខ្ញុំអាចតែ h1 បង្ហាញ message មក check console log មកនេះខ្ញុំអាច output ខាងក្រោមនេះអូខេអញ្ចឹង walk key console ប៉ុណ្ណេះអញ្ចឹងវាចេញលទ្ធផលបាន5ដងឧទាហរណ៍ថាបើសិនជាខ្ញុំ output វាមកចឹងខ្ញុំទៅសេជា backstick មកអូខេអញ្ចឹងខ្ញុំបោះ step មកនេះចឹងដោយសារតែមុនហ្នឹងវាបង្ហាញតែមួយដោយសារតែយើងបោះវានៅក្នុងនេះប៉ុន្តែយើងចាប់អារម្មណ៍ឃើញកន្លែងនេះឃើញ5ទៀតខ្ញុំបិទកន្លែងនេះមកចឹងនេះខ្ញុំ comment វិញចឹងខ្ញុំអាច remove នេះចោលអូខេយើងមើលលទ្ធផលវាចេញតែមួយក៏ពិតមែនប៉ុន្តែយើងមើលឃើញកន្លែងនេះមានន័យថា5ដងចឹងបើសិនជាខ្ញុំដាក់1000មកអូខេចឹង1000ដងក៏យើង reload បន្តិចហ្នឹងវាបាត់ reload លឿនហ្មងចឹងខ្ញុំដាក់5វិញមកតមកទៀតខ្ញុំមកបើក comment មួយនេះចឹងខ្ញុំបិទវិញមកចឹងនៅពេលដែលយើងបោះឲ្យគេបោះ step របស់វាដំបូងនេះគឺវាចេញលទ្ធផលហ្មង1 2 3 4 5អីចឹងមកដោយសារតែលោករបស់យើងគឺវាចាប់ផ្ដើមពីលេខ0ចឹងវាលោករហូតដល់ចំនួន5ដងគឺវាឈប់ធ្វើការចឹងវាចូលនឹងនេះវាចូលនឹង condition របស់យើងមានន័យថាវាធ្វើការដដែលវានឹងឈប់ធ្វើការនៅពេលដែលលក្ខខណ្ឌណាវា fail ចឹងមកបាទចឹងតើតោះ basic loop នៅក្នុងនេះខ្ញុំបានបញ្យល់មុនហ្នឹងដែល Harry
ជាយើងប្រើប្រាស់វា when ហើយនឹង what តើយើងប្រើប្រាស់វាពេលណាគឺបានបញ្ចប់ហើយចឹងនៅវីដេអូបន្តគឺខ្ញុំនឹងសិក្សាបន្ថែមទៀតតទៅនៅក្នុង loop របស់ JavaScript ដែលមាន for មាន do while មាន while មាន label break continue អីចឹងមកសម្រាប់នៅក្នុងនេះអ្វីដែលថ្មីគឺអាច label statement គឺថ្មីសម្រាប់ខ្ញុំអញ្ចឹងតទៅនៅក្នុង loop បាទសូមអរគុណ